បន្ទាប់ពីសង្ងំលាក់ខ្លួនលាបឡេកែសពើអស់រយៈពេល1ឆ្នាំកន្លងផុតទៅពេលនេះកូនកាត់ជប៉ុនឥណ្ឌូនេស៊ីដែលមានទ្រង់ធំទ្រគាសាយបានប្រកាសចេញជាផ្លូវការហើយនោះគឺ Honda ADV 160cc ស៊េរីឆ្នាំ2021តាមម៉ូតូដែលមានតម្លៃជាងកន្លះម៉ឺនដុល្លារនេះមានអ្វីថ្មីបានជាអាចគ្រប់គ្រងដំណើរក្នុងទីផ្សារបានដល់យ៉ាងនេះចង់ដឹងច្បាស់តោះតាមដានវីដេអូនេះទាំងអស់គ្នានៅក្នុងឆ្នាំ2021នេះក្រុមហ៊ុន Honda នៅរក្សាការ design ដូចទៅនឹងចំនួនទី2ដែរដោយវាត្រូវបាន design ឡើងនៅក្នុងគោលគំនិតម៉ូតូមួយដែលអាចបើកបរបានទាំងផ្លូវស្រួលនិងផ្លូវលំ trail on road រូបរាងនៃការ design នេះក្រុមហ៊ុន Honda ហៅថា Top and Rubber Design ហើយនៅក្នុងឆ្នាំ2021នេះក្រុមហ៊ុនបានយកចិត្តទុកដាក់ update នៅផ្នែកមួយកំណត់មុខរបស់ម៉ូតូនៅលើថ្មចំហៀងសងខាងត្រូវបានរចនាប៉ោងធំជាងមុនដោយទុកចន្លោះលំហតូចមួយសម្រាប់ឲ្យខ្យល់ចេញពេលបើកបរលក្ខណៈនេះធ្វើឲ្យម៉ូតូ Honda ADV 160cc នេះមាន aerodynamic កាន់តែល្អលើសពីនេះចំហៀងខាងឆ្វេងនៃ handlebar ក្រុមហ៊ុន Honda បានអាប់ដេតប្រាប់បញ្ជាឲ្យកាន់តែទំនើបជាងមុនរួមមានប៊ូតុង Honda Select Sport Control ប៊ូតុងភ្លើង pha code ភ្លើងសុំផ្លូវនិងប៊ូតុងពិសេសមួយគឺ Multifunction Switch ដែលវាមានមុខងារក្នុងការជ្រើសរើសកម្មវិធីណាមួយនៅលើអេក្រង់កុងទ័របាននិយាយពីកុងទ័រឆ្នាំនេះក្រុមហ៊ុន Honda បានធ្វើការអាប់ដេតពី Multifunction LCD ទៅជាអេក្រង់ TFT Colorful Display ដែលអាចបង្ហាញទិន្នន័យទាក់ទងទៅនឹងការបើកបរបានល្អទាំងពេលថ្ងៃនិងពេលយប់លើសពីនេះទៅទៀតអេក្រង់ថ្មីនេះបានភ្ជាប់ជាមួយនឹងកម្មវិធីមួយដែលមិនធ្លាប់មាននៅលើត្រកូល Honda ADV 160ពីមុននោះទេគឺ Honda Road Sync ចំពោះកម្មវិធីនេះផងដែរអាចឲ្យអ្នកបើកបរភ្ជាប់ទូរស័ព្ទជាមួយនឹងកម្មវិធីនេះហើយអាចបើកមុខងារ Call សារស្ដាប់តន្ត្រីនិងមុខងារផែនទី Google Map នៅលើអេក្រង់ថ្មីនេះផងដែរពិតជាទំនើបមែនទែនដោយពីស្លោកមួយបានលើកឡើងថាកែអ្វីដែលជាកំហុសកុំទាន់កែអ្វីដែលមិនទាន់ខុសដូចនេះហើយក្រុមហ៊ុន Honda នៅតែបំពាក់ម៉ាស៊ីនកម្លាំង 160cc នៅលើ Honda ADV 160នៅក្នុងឆ្នាំ2021នេះដោយវាជាម៉ាស៊ីន XP Plus Enhanced Smart Power Plus មានពីស្តង់ចំនួន1 Single Overhead Camshaft SOAC ដំណើរការចំណេញពន្វះមានសុភាពចំនួន4មកចុះកម្ដៅដោយទឹកសំប្រើប្រេងម៉ាស៊ីនកំហាប់10 W30 បាញ់សាំងដៃប៊ិចសាំង PGM-FI ផលិតកម្លាំងបាន 16 PS ក្នុងកម្រិតជើងម៉ាស៊ីន 8500 RPM និងកម្រិតរមុល 14.7 Nm ក្នុងកម្រិតជើងម៉ាស៊ីន 6500 RPM ចំណែកកម្រិតស៊ីសាំងត្រឹមតែ 45 km ប៉ុណ្ណោះក្នុង1លីត្រចំណែកលក្ខណៈលម្អិតនៃម៉ាស៊ីន 160cc នេះបងប្អូនអាចទៅមើលក្នុងវីដេអូមុនបានក្រៅពីម៉ាស៊ីនខ្លាំងនិងការរចនាស្អាតម៉ូតូនេះនៅតែបំពាក់គ្រឿងក្រោមដែលមានគុណភាពល្អផងដែរហើយវាត្រូវបានបំពាក់បូមមុខជាប្រភេទ Telescopic Fork និងបូមក្រោយជាប្រភេទ Twin Shock Sub Tank ដែលមានលក្ខណៈទន់ល្អផ្ដល់ផាសុកភាពដល់អ្នកបើកបរដោយបូមទាំងពីរនេះភ្ជាប់ជាមួយនឹងកង់បែប Dual Purpose កង់នេះផងដែរបំពាក់ហ្វ្រាំងលីសមកក្រោយរួមជាមួយនឹងប្រព័ន្ធសុវត្ថិភាព ABS នៅកង់ខាងមុខលើសពីនេះ Honda ADV 160cc ឆ្នាំ2026ក៏បានបំពាក់មុខងារពិសេសៗដែលមានប្រយោជន៍ក្នុងការប្រើប្រាស់ផងដែររួមមាន Idling Stop មុខងារជំនួយក្នុងការបញ្ចេះស្កាត់ ACG Starter ប្រព័ន្ធ Smart Key ដែលមានមុខងារប្រឆាំងចោរកម្មនិង Answer Back System ជាដើមសរុបមក Honda ADV Series ឆ្នាំ2026នេះក្រុមហ៊ុន Honda បានយកចិត្តទុកដាក់បន្ថែមទៅលើការរចនានិងការផលិតបច្ចេកវិទ្យាឲ្យកាន់តែទំនើបហើយមានប្រយោជន៍ក្នុងការប្រើប្រាស់ប្រចាំថ្ងៃសម្រាប់ខ្ញុំពេញចិត្តកូនកាត់មួយនេះតាំងពីជំនាន់មុនមកម្លេះសំណួរសុថាតើគួរចេះលុយកន្លះម៉ឺនដុល្លារដល់កូនកាត់នេះទេទិញទៅបើសិនបើបងប្អូនមិនខ្វល់ពីបញ្ហាថវិកាហើយទាំងនេះគឺជាបរិយាខ្ញុំចង់ចែករំលែកទៅកាន់បងប្អូនទាំងគ្នាតើបងប្អូនទាំងគ្នាយល់យ៉ាងណាដែរចំពោះ Honda ADV 160cc ចំនួនថ្មីឆ្នាំ2026នេះសូមធ្វើការបញ្ចេញយោបល់បងប្អូនក្នុងខមមិនខាងក្រោមខ្ញុំបាទ Mr. Moto សូមអរគុណនិងសូមជម្រាបលាបាយបាយ